បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទចំពោះសកម្មភាពផ្ទាល់ដែលខ្ញុំកំពុងតែធ្វើខ្ញុំមិនបានថតជូនបងប្អូនទេបាទដោយសារតែថតអត់កើតទេបាទកូនមិនទាន់ដេកកុំឲ្យកូនឃើញទូរស័ព្ទវាទៅដើមទូរស័ព្ទថតអត់កើតទេអញ្ចឹងឆ្លៀតឱកាសកូនដេកលក់បាទមកថតអំពីលទ្ធផលខ្លះជូនបងប្អូនអំពីការប្រើកញ្ចប់ស៊ីម៉ងតបងប្អូននេះកញ្ចប់ស៊ីម៉ងប្រើកញ្ចប់ស្មុងដែលគេបោះចោលនេះយកមកច្រកដីនេះដីបាទខ្ញុំច្រករួចហើយបងប្អូនណាខ្ញុំច្រករួចអស់ហើយច្រកដីសម្រាប់ទុកដាំដំណាំផ្សេងបាទហើយនោះគឺសួនបន្លែរបស់ខ្ញុំបាទកាលពីធ្វើក៏អត់បានថតជូនបងប្អូនដែរបាទគឺធ្វើយកតែម្ដងហើយចំពោះឥឡូវខ្ញុំនិយាយអំពីការច្រកដីនេះសិនបាទអត់តនិយាយពីសួនបន្លែទេអត្ថប្រយោជន៍នៃការច្រកដីដាំដំណាំនេះបាទដំណាំយើងអាចដាំដំណាំដែលដែលមានឫសខ្លីៗបងប្អូនបាទដូចជាពពួកអាណូងលពៅតឡាចបាទឬក៏តសក់ជាដើមស្លឹកគ្រៃបាទគុលគ្រៃអីជាដើមបាទល្មៀតខ្ជាយអីចឹងទៅបាទអាចដាំដំណាំឫសខ្លីៗហើយយើងអាចវាងាយស្រួលក្នុងការគ្រប់គ្រងផ្សេងបាទដូចជាយើងអាចហាលដីនេះស្ងួតសិនទៅបាទហាលដីស្ងួតហើយទើបយើងច្រកចូលទៅក្នុងស្បោងក្រុងនេះទៅបាទហើយយើងអាចលើកទៅដាក់ទីតាំងណាក៏បានដែរដែលយើងត្រូវការជាក់ស្ដែងដូចជាដីរបស់ខ្ញុំនេះគឺមកលុបច្រើនណាស់มันអាចដាំបានទេហើយនៅខាងនេះស្រឡះក៏ប៉ុន្តែនៅតែมันអាចដាំបានដែរដោយសារតែដីនេះគឺវាក្តាំងរឹងខ្លាំងហើយជាប្រភេទដីថ្មបងប្អូនណានេះគឺគ្រោះសុទ្ធតែម្ដងបាទអត់សូវមានដីទេអញ្ចឹងក៏ធ្វើបែបនេះបាទដីយើងទិញគេមកទិញឡានខាងក្រៅអីមកបាទនេះដីហើយយើងយកមកច្រកបាទដើម្បីដាំបាទនេះគឺឧទាហរណ៍បងប្អូនណាឧទាហរណ៍ជាក់ស្ដែងខ្ញុំបានដាំម្ទេសបាទបានពីដើមហើយបានល្អខ្លាំងមែនទែនបងប្អូនណាល្អខ្លាំងជាងដែលយើងដាំផ្ទាល់ទៅនឹងដីបាទល្អម្ទេសប៉ុន្តែនេះគឺម្ទេសនេះគឺកូនខ្ញុំដេចអស់ហើយបាទដេចងាកមិញនេះគឺដែលម្ទេសដែលនៅសល់បាទមានល្អជាងដែលយើងដាំផ្ទាល់ទៅនឹងដីណាបងប្អូនដោយសារតែដីគឺវាត្រូវបានយើងហាលស្ងួតបាទសម្រាប់មេរោគអស់ហើយអត់មានអីមកជ្រៀតជ្រែកទេហើយស្មៅបំផ្លាស្មៅក៏អត់បានមកដោះញញៃវាដែរបាទទៅមួយទៀតនេះបងប្អូនណាគឺស្គល់ស្លឹកគ្រៃក៏បានដាំនៅទីនេះដែរបាទហើយយើងដាក់បាទអែបលបងឬក៏តាណាក៏បានដែរបងប្អូនបាទពេលដែលយើងចង់បដូរទីតាំងវាយើងអាចលើកវាចេញទៅកន្លែងផ្សេងក៏បានដែរអត់អីទេបាទបើយើងដាំផ្ទាល់នៅបែបនេះដាំផ្ទាល់បែបនេះគឺវាជាប់នៅនឹងហើយនៅពេលដែលយើងត្រូវការទីតាំងនេះធ្វើអីមួយយ៉ាងផ្សេងទៀតត្រូវកោះវាចេញអញ្ចឹងបើយើងធ្វើបែបនេះវាងាយស្រួលណាបាទដូចតនេះជាដើមអញ្ចឹងបាទឃើញទេកន្លែងវាចង្អៀតយើងដាក់តំណឹងសិនទៅបាទបណ្ដោះផ្សំអីសិនទៅអានេះខ្ញុំដាំស្បៃរឿងហើយនឹងល្មៀតខ្ជាយបាទនេះឃើញទេបងប្អូនអានេះគឺល្មៀតដែលដាំនឹងដីនេះកន្លែងដែលខ្ញុំកោះថ្មីនេះឥឡូវខ្ញុំកោះមកដាក់ស្បោងស៊ីម៉ងនេះវិញហើយបាទហើយនេះគឺខ្ជាយដែលបានដាំដោយប្រើដីលើកដូចតរៀងនឹងស៊ីម៉ងដែរបងប្អូនណាបាទខ្ញុំដាក់ដែករុំជុំវិញមកហើយយើងដាំដាក់ដីនៅក្នុងដែរអញ្ចឹងឃើញថាល្អច្រើនបងប្អូនណាវាល្អខ្លាំងសម្រាប់ការដែលយើងដាំដំណាំអ្នកដែលចូលចិត្តដាំដំណាំយើងធ្វើបែបហ្នឹងទៅបាទដីសម្រាប់អ្នកដែលមានដីតូចឬក៏ដីធំក៏ដែរបងប្អូនបាទយើងធ្វើបែបនេះវាងាយស្រួលដូចខ្ញុំជម្រាបជូនបងប្អូនខាងដើមអញ្ចឹងគឺយើងអាចហាលដីបានស្ងួតល្អបាទយើងអាចគ្រប់គ្រងស្មៅបានល្អយើងអាចបដូរទីតាំងទៅទីតាំងផ្សេងដែលយើងត្រូវការបាទហើយនឹងមានអត្ថប្រយោជន៍
ល្អច្រើនផ្សេងទៀតបាទហើយចំពោះគុណវិបត្តិវិញបាទចំណុចមិនល្អវិញដូចជាមិនសូវមានទេបាទដោយសារតែបាទហើយយើងត្រូវទិញដីខាងក្រៅបាទបងប្អូនណាទិញដីខាងក្រៅឬក៏បងប្អូនមានដីខ្លួនឯងបងប្អូនអាចកាប់ដីនោះហាលហើយឬហាលស្ងួតហើយយ៉ាំយកមកច្រកស្បោងថង់ចេះមកដាំក៏បានដែរបងប្អូនណាកន្លែងនេះគឺខ្ញុំទៅតែបាញ់ថ្នាំស្មៅម្សិលមិញទេឃើញថាវាងាប់សពូនបដាទេអញ្ចឹងយើងពិបាកក្នុងការគ្រប់គ្រងវាបងប្អូននៅពេលដែលយើងដាំទៅដីផ្ទាល់វាតលតែយើងធ្វើស្មៅឲ្យស្អាតបាទឃើញទេយើងពិបាកក្នុងការកម្ចាត់ស្មៅបើយើងធ្វើបែបនោះបាទយើងលើកទៅកន្លែងផ្សេងតិចសិនទៅហើយបាញ់សម្អាតនៅខាងក្រោមបន្តិចទៅឬក៏យើងបាទយើងមានពេលយើងបេះដកវាតិចតួចហ្នឹងបងប្អូនណាអត់មានស្មៅដុះច្រើនទេមកបរិវេណប៉ុណ្ណឹងយើងអង្គុយដកលេងទៅគឺវាងាយស្រួលនៅពេលដែលយើងដាំផ្ទាល់បែបនេះចេះហើយដំណាំដែលវាដុះទៅជាមួយនឹងស្មៅយើងបាញ់ស្មៅទៅវាឈួលទៅប៉ះងាប់ដំណាំទាំងអស់ចឹងទៅបាទខ្ញុំវាបាទស្ទើរតែស្ពាយអស់ហើយបងប្អូនបាទ3រឿងជីវងអីគឺពិបាកគ្រប់គ្រងយើងថាបាញ់មកឲ្យត្រូវមិនតែចំហាយចំហួលបំភាយផ្សែងថ្នាំហ្នឹងទៅក៏ធ្វើឲ្យងាប់បាត់អស់ចឹងទៅបាទអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណេះទេហើយអរគុណដល់បងប្អូនមកសម្រាប់ការចុចជីវហើយក៏សូមអភ័យទោសសម្រាប់បងប្អូនទាំងអស់គ្នាដែលជាទស្សនិកជនរបស់ខ្ញុំដែលខ្ញុំខានធ្វើវីដេអូយូរមែនតើបងប្អូនណាបាទ3ខែចេញ1ខែចេញ1អញ្ចឹងទៅបាទអរគុណបងប្អូន